今天真倒霉今天真倒霉ឃ្លានេះបកថាថ្ងៃនេះពិតជាសំណាងអាក្រក់មែន不行不行ឃ្លានេះបកថាមិនកើតទេ为了3倍工资得赶紧想办法为了3倍工资得赶紧想办法ឃ្លានេះបកថាដើម្បីតែប្រាក់ខែក៏នឹង3ត្រូវតែបញ្ញាប់ដោះស្រាយឲ្យបានលឿន对呀家里有水呀对呀家里有水呀ឃ្លានេះបកថាមែនហើយនៅផ្ទះមានទឹកតើ终于接到水了终于接到水了ឃ្លានេះបកថាចុងក្រោយឬទីបំផុតទទួលបានទឹកហើយ先上个厕所先上个厕所ឃ្លានេះបកថាឥឡូវចូលបន្ទប់ទឹកមួយសិន我还不信了我还不信了ឃ្លានេះបកថាខ្ញុំនៅតែមិនជឿទេ停水通知停水通知ឃ្លានេះបកថាជូនដំណឹងដាច់ទឹក到底怎么回事到底怎么回事ឃ្លានេះចង់បានន័យថាតើមានរឿងអីឲ្យប្រកាសទៅ太生气了太生气了ឃ្លានេះបកថាខឹងខ្លាំងណាស់我可以去买呀我可以去买呀ឃ្លានេះបកថាខ្ញុំអាចទៅទិញបានតើ怪不得李老板那么着急怪不得李老板那么着急ឃ្លានេះចង់បានន័យថាអញ្ចឹងតើបានតកែគាត់បញ្ញាប់ហ្មង让李老板发奖金让李老板发奖金ឃ្លានេះមានន័យថាឲ្យថៅកែបើកលុយរង្វាន់我是来买水的我是来买水的ឃ្លានេះបកថាខ្ញុំគឺមកទិញទឹក那我放这里了那我放这里了ឃ្លានេះបកថាអញ្ចឹងខ្ញុំដាក់នៅត្រង់នេះចុះ不用找了不用找了ឃ្លានេះបកថាមិនចាំបាច់អាប់លុយទេ你别想把木头运出去你别想把木头运出去ឃ្លានេះបកថាអ្នកឯងឈប់គិតទៅថាចង់ដឹកឈើនេះចេញទៅ原来是你们原来是你们ឃ្លានេះបានន័យថាតាមពិតគឺជាពួកឯងសោះ快给我道歉快给我道歉ឃ្លានេះបកថាបញ្ញាប់សុំទោសខ្ញុំភ្លាម我没让你放手啊我没让你放手ឃ្លានេះបកថាខ្ញុំមិនបានឲ្យអ្នកប្រឡែងដៃទេ把水还给我把水还给我ឃ្លានេះបានន័យថាសងទឹកមកខ្ញុំវិញឆ្លៀតពេលទំនេរពីការងារអង្គុយថតនិងកាត់តវីដេអូចែករំលែកបងប្អូនចង់រឿងភាសាចិនកុំភ្លេច follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីមុនគេទំនាក់ទំនងរៀនភាសាចិនផ្ទាល់និងអនឡាញរៀនជាមួយគ្រូជនជាតិចិនផ្ទាល់ធានាឆាប់ចេះលឿនបច្ចុប្បន្នសាលាកំពុងបើកវគ្គភាសាចិនកម្រិត HSK ពីកម្រិត1រហូតដល់កម្រិត6ដូច្នេះសម្រាប់បងប្អូនឬមួយក៏បងដែលចង់ពង្រឹងភាសាចិនបន្ថែមសម្រាប់អ្នកដែលចេះហើយគឺបច្ចុប្បន្នយើងមានវគ្គសិក្សាពីកម្រិត1ដល់កម្រិត3តម្លៃសិក្សា1ម៉ោងគឺ$2ហើយសម្រាប់សិស្ស HSK កម្រិត4ដល់កម្រិត6 1ម៉ោងគឺ$3ក្នុងម្នាក់ហើយសម្រាប់ម៉ោងសិក្សាគឺយើងមានចាប់ពីម៉ោង4 5រហូតដល់ម៉ោង9និងម៉ោង10យប់យើងមានវគ្គសិក្សាផ្ទាល់ហើយនឹងតាមអនឡាញរៀនជាមួយនឹងគ្រូភាសាចិនផ្ទាល់តែម្ដងសម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងមកកាន់ admin ផ្ទាល់លេខទូរស័ព្ទ087 462 337និងមួយខ្សែទៀតគឺលេខទូរស័ព្ទផ្នែកតបឆាត097 95 75 618និងមួយខ្សែទៀតលេខរបស់គ្រូភាសាចិនតែម្ដង096 971 33 55អរគុណសម្រាប់ការតាមដានកុំភ្លេចជួយ follow ម្នាក់មួយដើម្បីទទួលបាននៅវីដេអូបកប្រែថ្មីមុនគេ